សួស្តីអូនអូនថ្ងៃនេះបងមានរឿងនិទានមួយទៀតហើយរឿងនេះដែររៀងកំសត់បន្តិចក្រោមចំណងជើងថាក្មេងស្រីកំសត់លក់ឈើគូសអញ្ចឹងចាំបងនិទានឲ្យស្ដាប់កាលពីព្រេងនាយនៅក្នុងរដូវដ៏រងារណ្ដំធ្គាមមួយមានក្មេងស្រីដ៏កំសត់ម្នាក់តស៊ូរស់ទ្រាំនឹងភាពត្រជាក់រងានៃព្យុះព្រិលដើម្បីលក់ឈើគូសនៅលើដងផ្លូវប៉ុន្តែនាងលក់មិនបានសូម្បីតែមួយដើមដោយសារឃ្លានផងនិងរងាផងក្មេងស្រីដ៏កំសត់ដើរដោយបាតជើងទទេមកដល់ក្បែរបង្អួចនៃផ្ទះមួយខ្នងនាងនិយាយក្នុងចិត្តថាអោដើមណអែលអើយនៅក្នុងផ្ទះនោះស្អាតដល់ហើយណោះមេឃក៏ជិតនឹងងងឹតហើយក្មេងស្រីដ៏កំសត់មិនហ៊ានត្រឡប់ទៅផ្ទះនាងវិញទេនាងមកអង្គុយអោបខ្លួនរងានៅកន្លៀតជញ្ជាំងផ្ទះរបស់គេដោយសាររងាខ្លាំងពេកនាងក៏ដាច់ចិត្តយកឈើគូសមួយដើមមកគូសដុតដើម្បីឲ្យកក់ក្ដៅឈើគូសក៏ឆេះឡើងមកនៅពេលដែលនាងរៀបនឹងលូកជើងចេញមកទទួលកម្ដៅភ្លើងឈើគូសក៏រលត់វិញក្មេងស្រីដ៏កំសត់គូសឈើគូសមួយទៀតនៅក្នុងពន្លឺឈើគូសដ៏សែនកក់ក្ដៅនោះនាងសម្លឹងឃើញមានអាហារហូបចុកដូចជានំខេកនំប៉័ងស្ករគ្រាប់និងផ្លែប៉ោមមានសាច់មាន់មានកាំបិតនិងសមដោតជាប់នឹងខ្លួនរបស់វាទៀតកំពុងតែរត់សម្ដៅមករកនាងប៉ុន្តែនៅពេលដែលនាងលូកដៃយកទៅចាប់នាងប៉ះតែជញ្ជាំងផ្ទះគេដ៏សែនត្រជាក់តែប៉ុណ្ណោះក្មេងស្រីតូចយកឈើគូសមកទៀតមកគូសនៅក្នុងពន្លឺភ្លើងឈើគូសនោះនាងឃើញលោកយាយរបស់នាងដែលតែងតែនឹករលឹកនាងគ្រប់ពេលវេលានាងនិយាយទៅកាន់លោកយាយថាលោកយាយអើយយាយនាំចៅទៅលេងកន្លែងដែលមិនរងានិងមិនមានភាពអត់ឃ្លានបែបនេះទៀតផងហើយនាងក៏យកឈើគូសដែលនៅសល់នៅក្នុងខ្លួនយកមកគូសទាំងអស់នៅពេលនោះលោកយាយដ៏សែនចិត្តល្អបានអោបចៅស្រីកំសត់ក្នុងរង្វង់ដៃហើយក៏ហោះនាំនាងទៅកាន់ទីដែលកក់ក្ដៅនិងសុខសាន្តនៅក្នុងថ្ងៃឆ្លងឆ្នាំថ្មីមនុស្សម្នាឃើញក្មេងស្រីម្នាក់ដេកស្លាប់ដោយសារតែរងានៅគៀនជញ្ជាំងនៅលើផ្ទៃមុខរបស់នាងបន្សល់ទុកនូវស្នាមញញឹមនិងសេចក្តីសុខដែលមិនអាចរៀបរាប់បានសាច់រឿងក៏បានមកដល់ទីបញ្ចប់រឿងនេះពិតជាកំសត់មែនទែនក្មេងស្រីម្នាក់ដែលកំព្រាឪពុកម្ដាយត្រូវដើរលក់ឈើគូសទាំងដែលរដូវរងាត្រជាក់ស្ទើរតែកកខ្លួនចុងក្រោយនាងក៏បានស្លាប់ហើយលោកយាយរបស់នាងក៏មកទទួលនាងដោយលែងឲ្យនាងលំបាកទៀតហើយ